សមត្ថកិច្ចឃាត់ខ្លួនបរិសម្នាក់ធ្វើទារុណកម្មជីដូនបង្កើតរបស់ខ្លួនបរិសម្នាក់មានសតិមិនប្រក្រតីបានធ្វើទារុណកម្មជីដូនបង្កើតរហូតដល់បាត់បង់ជីវិតកាលពីវេលាម៉ោង11ព្រឹកថ្ងៃទី8ខែកុម្ភៈឆ្នាំ2026នៅភូមិដូនសឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី9ខែកុម្ភៈដើម្បីនាំទៅចាត់ការតាមនីតិវិធីបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថាពាក់ព័ន្ធกับបង្ហោះផ្សព្វផ្សាយជាបន្តពីករណីធ្វើទារុណកម្មដោយអំពើឃោរឃៅបណ្ដាលឲ្យជនរងគ្រោះបាត់បង់ជីវិតនេះគឺជនសង្ស័យជាមនុស្សវិបលាសស្មារតីជនរងគ្រោះឈ្មោះប៊ូសុខូនភេទស្រីអាយុ90ឆ្នាំជនជាតិខ្មែរមុខរបរជរាមានទីលំនៅភូមិដូនសឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលហើយគាត់មានជំងឺប្រចាំកាយរីឯជនសង្ស័យឈ្មោះប៊ូច័ន្ទតារាភេទប្រុសអាយុ45ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះហើយគេជាជនវិបលាសស្មារតីមានទីលំនៅភូមិដូនសឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលសូមរំលឹកឡើងវិញថាជនសង្ស័យឈ្មោះប៊ូច័ន្ទតារាបានក្លាយជាជនវិបលាសស្មារតីដោយសារបានរងគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរនៅប្រទេសអូស្ត្រាលីព្រមទាំងមានសម្បត្តិបញ្ជាក់ពីមន្ទីរពេទ្យនៅប្រទេសអូស្ត្រាលីផងដែរព្រោះគេធ្លាប់ទៅរស់នៅប្រទេសអូស្ត្រាលីជាមួយម្ដាយបង្កើតអស់រយៈពេល20ឆ្នាំប៉ុន្តែដោយសារតែមានបញ្ហាខួរក្បាលបែបនេះទើបសមត្ថកិច្ចអូស្ត្រាលីបានបញ្ជូនឈ្មោះប៊ូច័ន្ទតារាមកកាន់ប្រទេសកម្ពុជាវិញដោយរស់នៅជាមួយជីដូនបង្កើតឈ្មោះប៊ូសុខូនដែលមានវ័យជរាកាលពីពេលកន្លងមកខណៈមានអាការៈធ្វើទុក្ខឬមិនស្រួលខ្លួនជនសង្ស័យតែងតែចាប់ធ្វើបាបជនរងគ្រោះជាញឹកញាប់ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកគីតែងតែចុះទៅធ្វើអន្តរាគមន៍ក្រោយការឃាត់ខ្លួនរួចមកជនសង្ស័យកំពុងតែស្ថិតក្នុងចំណាត់ការរបស់សមត្ថកិច្ច